ផ្លូវចិត្តរបស់យើងមិនមែនមានសេចក្តីសុខទៅបានដោយសារមានសំណប់ចិត្តមានសំណប់បេះដូងទេព្រោះអ្វីព្រោះសំណប់ចិត្តសំណប់បេះដូងហ្នឹងក៏អាចធ្វើឲ្យយំបានដែរណាធ្វើឲ្យសោកស្ដាយធ្វើឲ្យកើតទុក្ខធ្វើឲ្យសែតអីចឹងណាណាប៉ុន្តែផ្លូវចិត្តដែលមានសេចក្តីសុខបំផុតគឺជាផ្លូវចិត្តដែលពោពេញទៅដោយការមិនមានអាឃាតមិនមានព្យាបាទយើងមិនខឹងយើងមិនចង់អាឃាតយើងមិនព្យាបាទជាមួយអ្នកដទៃពេលចូលដំណេកគឺដេកលក់ទៅស្រួលប៉ុន្តែបុគ្គលដែលសន្សំព្យាបាទទុកនៅក្នុងចិត្តអាចចូលដេកនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់បើកលេខ16ណាមនុស្សធម្មតាចូលទៅត្រជាក់សឹងអីហ្នឹងប៉ុន្តែវាក្តៅពីក្នុងមកដេកអត់លក់អញ្ចឹងនៅពេលដែលដេកលក់ព្រោះចិត្តវាអត់សុខណាអត់មានសេចក្តីសុខអញ្ចឹងវិធីសាស្ត្រដើម្បីទទួលបានសេចក្តីសុខទៅបានហ្នឹងគឺសម្រាប់សេចក្តីក្រោធណាក្រោធហ្នឹងវាកើតឡើងនៅក្នុងចិត្តខ្លួនយើងទេដូចមានពាក្យមួយថាចង់សម្លាប់ខ្មាំងក្នុងជាតិត្រូវសម្លាប់ខ្មាំងក្នុងចិត្ត